ជំរាបសួរខ្ញុំឈ្មោះកឹមហាក់មកពីខេត្តបាត់ដំបងប្រទេសកម្ពុជាខ្ញុំកំពុងរៀនឆ្នាំទី3ជំនាញធំការគ្រប់គ្រងអាជីវកម្មផ្ដោតទៅលើទីផ្សារនិងជំនាញតូចសុខភាពវិទ្យាសាស្ត្រនិងសិល្បៈសន្រូបខ្ញុំឈ្មោះប្រាក់សុដានីនជាសិស្សឆ្នាំទី3នៃសាកលវិទ្យាល័យ BYU Hawaii ហើយសប្តាហ៍ខ្ញុំរៀនផ្នែកហិរញ្ញវត្ថុនិងទីផ្សារក៏ដូចជាមាននៅមុខជំនាញរងខាងផ្នែកចិត្តសាស្ត្រនិងភាសាចិនហើយខ្ញុំមានស្រុកកំណើតនៅក្រុងតាខ្មៅខេត្តកណ្ដាលគោលបំណងចម្បងគឺការសិក្សាខ្ញុំចង់ទៅរៀនសាកលវិទ្យាល័យហើយកាលពីឆ្នាំ2017ហ្នឹងខ្ញុំបានជួបសិស្សច្បងម្នាក់មកពីបេសកកម្មវិញហើយគាត់បានប្រាប់ខ្ញុំពី BYU Hawaii បន្ទាប់មកខ្ញុំប្រឡងថ្នាក់ទី12ប៉ុន្តែខ្ញុំប្រឡងធ្លាក់អញ្ចឹងខ្ញុំបានបោះបង់វាចោលប៉ុន្តែខ្ញុំបានចេញបេសកកម្មហើយបន្ទាប់ពីត្រឡប់មកបេសកកម្មវិញខ្ញុំទទួលបានការលើកទឹកចិត្តច្រើនពីប្រធានបេសកកម្មក្រុមគ្រួសារហើយនិងមិត្តភ័ក្តិផងដែរហើយខ្ញុំក៏ដាក់ពាក្យម្ដងទៀតហើយក៏ជាប់ទៅអ្វីដែលនាំឲ្យខ្ញុំមករៀននៅសាលា BYU Hawaii ហ្នឹងគឺទី1ខាងអាហារូបករណ៍ដែលគេហៅថា iWork គឺអាហារូបករណ៍មួយហ្នឹងគឺបានជួយខ្ញុំនៅក្នុងការមានឱកាសនៅក្នុងការរៀនក៏ដូចជាអាចធ្វើការក្នុងពេលតែមួយហើយខ្ញុំដឹងថាសាលានេះគឺជាសាលាមួយដែលល្អបំផុតសម្រាប់ខ្ញុំដោយសារតែខ្ញុំអាចរៀនសូត្រក៏ដូចជាអាចមានទំនាក់ទំនងល្អជាមួយនឹងមិត្តភ័ក្តិផ្សេងៗមកពីច្រើនប្រទេសអញ្ចឹងណាខ្ញុំគិតថាយើងសំណាងមែនទែនដោយសារយើងមានព្រះវិហារបរិសុទ្ធនៅចិត្តយើងមែនទែនដើរប្រហែលជា5នាទីហើយជារៀងរាល់សប្តាហ៍យើងមានសន្និសីទដែលយើងជួបជុំគ្នាហើយយើងមានការអធិដ្ឋាននៅពេលដែលយើងចាប់ផ្ដើមថ្នាក់ហើយសម្រាប់ឱកាសការងារវិញគឺយើងមានឱកាសធ្វើការផងហើយយើងរៀនផងអញ្ចឹងយើងទទួលបានបទពិសោធន៍កំឡុងពេលយើងសិក្សាហើយសម្រាប់មិត្តភ័ក្តិវិញគឺខ្ញុំគិតថាមនុស្សគ្រប់គ្នានៅក្នុងសាលាគឺពួកគាត់ស្គាល់គ្នាសឹងតែទាំងអស់គ្នាស្គាល់គ្នាទៅវិញទៅមកអ្វីខ្ញុំចិត្តខ្លាំងបំផុតពីសាលាក៏ដូចជាសិស្សនៅទីនេះគឺតាក់ទងជាមួយនឹងភាពរួសរាយរាក់ទាក់របស់ពួកគាត់គឺស្នាដៃរបស់ខ្ញុំគឺមាននៅគ្រប់ទីកន្លែងអញ្ចឹងខ្ញុំស្រឡាញ់អ្វីដែលមាននៅក្នុងសាលាក៏ដូចជាមនុស្សនៅទីនេះគឺគាត់មាននៅគេហៅថាចិត្តល្អអញ្ចឹងទៅណាក៏ដោយគឺយើងគ្រាន់តែ say hi ទៅកាន់គេគឺគេហៅមកកាន់យើងវិញអញ្ចឹងគឺភាពទាំងអស់ហ្នឹងគឺអីដែលខ្ញុំចិត្តខ្លាំងជាងគេតាំងពីខ្ញុំមករៀននៅទីនេះខ្ញុំបានជួបអភូតហេតុច្រើនមែនទែនហើយបទពិសោធន៍ទាំងនេះបានជួយខ្ញុំដឹងថាព្រះបិតាសួគ៌ទ្រង់តែងតែជួយខ្ញុំក្នុងការធ្វើការសម្រេចចិត្តសំខាន់នៅក្នុងជីវិតរបស់ខ្ញុំហើយជាពិសេសទៀតគឺទ្រង់ចង់ឲ្យខ្ញុំរីកចម្រើនទាំងខាងសាច់ឈាមនិងខាងព្រលឹងវិញ្ញាណដើម្បីខ្ញុំអាចទៅរស់នៅនគរឋានសួគ៌ជាមួយនឹងទ្រង់វិញដំបូងមានដែលខ្ញុំចង់ផ្ដល់ទៅកាន់បងប្អូនដែលគាត់មករៀននៅ Hawaii ទី1គឺពួកគាត់កុំខ្លាចនៅក្នុងការធ្វើអីដែលថ្មីដោយសារតែការមករៀននៅអាមេរិកវាមិនមែនជារឿងមួយដែលងាយស្រួលប៉ុន្តែវាក៏មិនមែនជារឿងមួយដែលពិបាកដែរអញ្ចឹងក្លាហានឡើងហើយកុំខ្លាចនៅក្នុងការនិយាយភាសាអង់គ្លេសព្រោះតែការនិយាយគឺជួយឲ្យយើងមានការរីកចម្រើនមួយទៀតគឺចង់ឲ្យពួកគាត់នឹងជ្រើសរើសអ្វីដែលពួកគាត់ចង់រៀនហ្នឹងពីមុនពេលគាត់មកដោយសារតែមួយនឹងអាចជួយហើយវាអាចសម្រាលនៅការបន្ទប់ផ្សេងអញ្ចឹងណាតាំងពីមកដល់ BYU Hawaii ខ្ញុំឃើញថាសិស្សជំនឿក៏ដូចជាទីបន្តរបស់ខ្ញុំមានការរីកចម្រើនតាមរយៈការដែលទៅបម្រើនៅព្រះវិហារបរិសុទ្ធក៏ដូចជាការដែលជួយមិត្តភ័ក្តិក្នុងការសម្រាលនៅបន្ទប់របស់ពួកគាត់